សួស្តីសិស្សទាំងអស់គ្នាសួស្តីអ្នកគ្រូថ្ងៃនេះយើងនឹងជជែកគ្នាតាក់ទងទៅនឹងការប្រែប្រួលអាកាសធាតុអ្នកគ្រូតើហេតុអ្វីបានជាផែនដីឡើងកម្ដៅចាំអ្នកគ្រូបញ្យល់97% នៃអ្នកវិទ្យាសាស្ត្រអាកាសធាតុគិតថាយើងជាមនុស្សគឺជាដើមហេតុការបាត់បង់ព្រៃឈើជាច្រើនកំពុងមានឥទ្ធិពលមកលើដំណើរការនៃបាតុភូតធម្មជាតិការផលិតរបស់របរដែលយើងកំពុងប្រើប្រាស់បង្កការបំពុលធ្ងន់ធ្ងរដល់អាកាសធាតុនិងមហាសមុទ្រហើយការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលយ៉ាងច្រើនពុំធ្លាប់មានពីមុនមករបស់មនុស្សកំពុងបន្ថែមបន្ទុកមកលើបញ្ហានេះតើមានសំណួរអីទៀតទេចាពិសិដ្ឋអញ្ចឹងតើការប្រែប្រួលអាកាសធាតុមានឥទ្ធិពលបែបណាមកលើយើងទាំងអស់គ្នាអ្នកគ្រូចាឆ្លាតមែនភពផែនដីកំពុងចាប់ផ្ដើមកើនកម្ដៅដោយសារតែកំណើនឧស្ម័នផ្ទះកញ្ចក់ដែលស្រូបកម្ដៅពីព្រះអាទិត្យនៅពេលដែលផែនដីឡើងកម្ដៅមហាសមុទ្រក៏កើនឡើងកម្ដៅដែរដូច្នេះយើងរំពឹងថានឹងមានអាកាសធាតុមិនប្រក្រតីមានគ្រោះធម្មជាតិកាន់តែច្រើនដោយសារតែមានរំភួតចំហាយទឹកកាន់តែច្រើនលើសពីនេះទៅទៀតនៅពេលដែលទឹកកកនៅតំបន់ប៉ូលចាប់ផ្ដើមរំលាយកម្ពស់ទឹកសមុទ្រនឹងកើនឡើងផងដែរការកើនឡើងកម្ពស់ទឹកសមុទ្រធ្វើឲ្យប៉ះពាល់នឹងលិចលង់នៅតំបន់ទំនាបនានាមានសំណួរអីទៀតទេស្រីមុំដូច្នេះយើងធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហាបំរែបំរួលអាកាសធាតុអ្នកគ្រូយើងត្រូវគិតពីរបៀបបន្សំទៅនឹងការប្រែប្រួលទាំងនេះយើងត្រូវការពារព្រៃឈើរបស់យើងដែលនៅសេសសល់និងការពារធ្វើឲ្យតំបន់ដីសើមសំខាន់មានសភាពដូចដើមវិញហើយនៅពេលកសាងផែនការសម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីយើងត្រូវពិចារណាអំពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុនេះដែរកសិករក៏នឹងរងផលប៉ះពាល់ផងដែរដូច្នេះយើងត្រូវគិតគូរអំពីរបៀបថ្មីនិងជ្រើសរើសពូជដំណាំដែលអាចបន្ស៊ាំទៅនឹងការប្រែប្រួលនេះតើមានសំណួរអីទៀតទេចាណាមានសំណួរអីអ្នកគ្រូតើយើងអាចធ្វើអ្វីបានខ្លះដើម្បីកាត់បន្ថយឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុចាគឺពិតជាអាចតាមរយៈនៅជំរើសដ៏ឆ្លាតវៃនៅក្នុងការប្រើប្រាស់និងការអនុវត្តប្រចាំថ្ងៃនៃយើងទាំងអស់គ្នាដែលមានឥទ្ធិពលទៅលើបរិស្ថានយើងអាចកាត់បន្ថយការប្រើប្រាស់ឥន្ធនៈផូស៊ីលកាត់បន្ថយសំណល់ការប្រើប្រាស់ឡើងវិញនៅរបស់ណាដែលអាចប្រើប្រាស់បានហើយការកែច្នៃសំណល់សម្រាប់ប្រើប្រាស់ឡើងវិញគឺពិតជាមានសារៈសំខាន់ណាស់រួមជាមួយគ្នាយើងទាំងអស់គ្នាអាចជួយកាត់បន្ថយពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុដោយប្រើធនធានធម្មជាតិរបស់យើងតាមវិធីធានានិរន្តរភាព